នេះបងលឺសូថាបងឯងត្រូវការឲ្យធំច្រើនណាខាងប្អូនណាមានគ្រប់មកហើយគុណភាពល្អទៀតបងមិនចង់បងស្ទាបមើលថាតើអាវនឹងវាល្អដូចណៃថាអត់នេះអាវបងឯងត្រូវការនៅក្នុងនេះបងបាយធ្វើអីហ្នឹងបងជួយយកណៃវាធ្ងន់បាយមកងាយខ្ញុំណាខ្ញុំលក់កៅអៅខ្ញុំមិនលក់ខ្លួនទេបងអីអូនបងមិនទិញមិនត្រឹម500អាវទេណាចុះឥឡូវបងទិញអត់បងអូសួរចឹងគ្មានអារម្មណ៍ទិញទេបងបើអត់ទិញទេបងសុំជួយចេញជួយមិននិយាយតកែមែនណាខ្ញុំមិនតកែតែខ្ញុំពេញមកខ្ញុំពៀនបុគ្គលិកពួកខ្ញុំហើយតកែមកជួបខ្ញុំមិនទិញមកអាវពីអាវទេណាតកែខ្ញុំនៅខាងនោះសុំជួយបងទីគេប្រជុំយើងហីបើគេប្រជុំក៏ប្រជុំទៅអូនយើងមកលក់កៅអៅមិនមកលក់ខ្លួនទេតែបងជឿថាតកែយើងក៏មិនមនុស្សចឹងទេតោះបងបាយតកែនៅហ្នឹងបាទខ្ញុំហ្នឹងហើយបងមានការអីដែរបងហើយខ្ញុំ100អាវធំប្រហែលជា3-400អាវខែក្រោយខ្ញុំទិញតែ500អាវទៀតតែបុគ្គលិកមួយថ្ងៃហ្នឹងអញ្ចឹងបានន័យថាបុគ្គលិករបស់ខ្ញុំមានអីខុសឆ្គងជាមួយបងមែនទេខ្ញុំបានមើលឃើញអស់ហើយពេលដែលបងចូលមកនេះគឺបងមានកាយវិការអាកប្បកិរិយាមិនសមរម្យសោះហើយបានរំលោភសិទ្ធិបៀតបៀនទៅដល់បុគ្គលិកស្រីរបស់ខ្ញុំផងដែរខ្ញុំមកឲ្យបាយដោះស្រាយខ្ញុំមិនមែនមកឲ្យបងឯងកាន់ជើងបុគ្គលិកឯងអញ្ចឹងទេខ្ញុំចង់បញ្ជាក់ប្រាប់បងថាប្រសិនបើបងចូលមកទិញសម្លៀកបំពាក់របស់ខ្ញុំក្នុងនាមជាភ្ញៀវខ្ញុំទទួលស្វាគមន៍ហើយបងត្រូវគិតថាយើងមានលុយទិញក៏ប៉ុន្តែយើងត្រូវតែរក្សានិងគោរពសិទ្ធិទៅដល់បុគ្គលិករបស់ខ្ញុំផងដែរគាត់ជាស្រីភេទគាត់មានសិទ្ធិនិងមានតម្លៃស្មើគ្នាអញ្ចឹងសូមឲ្យបងគិតពិចារណាចំណុចនេះអ្វីដែលបងធ្វើនេះគឺមិនទាន់ត្រូវទេខ្ញុំអត់ឯកភាពនៅទង្វើរបស់បងឡើយអេបងបកាច់បខូចខ្ញុំឃើញខ្ញុំបៀតបៀនពួកគាត់ឡើងណាបងកុំចេះនិយាយខ្ញុំបានឃើញនឹងភ្នែករបស់ខ្ញុំច្បាស់ហើយមានកាមេរ៉ាជាសាក្សីបងចង់នឹងច្បាស់ខ្ញុំអាចបង្ហាញកាមេរ៉ាជូនបងបានសម្រាប់ខ្ញុំការតែជែករកខុសត្រូវវាមិនមែនជាដំណោះស្រាយទេបងបើខ្ញុំយល់ថាបងបើយកចិត្តបេះដូងមកគិតបន្តិចដឹងហើយថាបុគ្គលិកនេះគាត់មានសិទ្ធិរបស់គាត់មានតម្លៃស្មើគ្នាដូចជាបងដែរដូចជាយើងទាំងអស់គ្នាដែរអញ្ចឹងហើយបងត្រូវមើលពួកគាត់ដូចជាប្អូនខ្លួនឯងបង្កើតដូចជាក្មួយឬក៏ដូចជាសាច់ញាតិរបស់យើងនៅពេលនោះបងលែងមានអាការរំលោភបំពានមើលងាយទៅដល់ពួកគាត់ទៀតហើយយើងមានក្តីស្រឡាញ់រវាងគ្នាយ៉ាងល្អប្រសើរហើយខ្ញុំជឿជាក់ថាបងធ្វើការនៅកន្លែងក្រុមហ៊ុនធំមួយមានបុគ្គលិករហូតរាប់រយនាក់ហើយខ្ញុំជឿថាបងជាមនុស្សដែលល្អអញ្ចឹងបងផ្ដល់សិទ្ធិទៅដល់ពួកគាត់ផ្ដល់ក្តីស្រឡាញ់ទៅដល់ពួកគាត់និងគោរពឲ្យតម្លៃទៅដល់ពួកគាត់នោះបងនឹងទទួលបានក្តីស្រឡាញ់និងការគោរពរាប់អានពីពួកគាត់យ៉ាងពងពោះបំផុតហើយនៅពេលនោះតម្លៃរបស់មនុស្សយើងនឹងកើតមានឡើងបងនឹងទទួលបានក្តីស្រឡាញ់ពីពួកគាត់ហើយពួកគាត់ចង់ចាំបងមិនភ្លេចថាជាមនុស្សដែលមានឋានៈខ្ពស់មានលុយច្រើនហើយមានសេចក្តីថ្លៃថ្នូរចេះឲ្យតម្លៃទៅដល់ពួកគាត់ខ្ញុំចង់ប្រាប់ទៅបងថាមុននឹងយើងធ្វើអ្វីមួយទៅលើអ្នកណាម្នាក់យើងត្រូវយកខ្លួនឯងជាឧទាហរណ៍ជាមុនមកណានៅពេលនោះយើងនឹងធ្វើទៅបានយ៉ាងល្អហើយបងត្រូវចងចាំថាកាលណាយើងមានក្តីស្រឡាញ់ជីវិតរបស់យើងមានសេចក្តីសុខហើយក៏ទទួលបានការគោរពរាប់អានពីសំណាក់មនុស្សជុំវិញខ្លួនផងដែរអើយបងខ្ញុំអរគុណច្រើនណាស់បងភ្លឺចាស់តាមពិតមិញនឹងកុំបងបាននិយាយមានអារម្មណ៍ថាខ្លួនឯងខុសពិតមែនបងសុំទោសមែនបងអូនទាំងពីរបងសុំទោសណាបងសុំទោសណាចាបងខ្ញុំសប្បាយចិត្តណាស់ដែលបងបានដឹងកំហុសបែបនេះបងប្រុសខ្ញុំពិតជាអរគុណបងខ្លាំងណាស់មកថ្ងៃនេះបានស្ដាប់បងមានប្រសាសន៍មិញហ្នឹងធ្វើខ្ញុំភ្លឺមែនតើបងឲ្យខ្ញុំស្គាល់ពីតម្លៃមនុស្សស្គាល់ពីក្តីស្រឡាញ់ពិតរបស់មនុស្សបាទបងខ្ញុំក៏អរគុណដូចគ្នាដែលបងបានដឹងពីកំហុសរបស់ខ្លួនដែលបានធ្វើប្រពុតបានឲ្យឈ្មោះបុគ្គលបានមានថាជាបណ្ឌិតរាល់បុគ្គលដែលបានសាងកំហុសឲ្យដឹងខ្លួនខុសនោះប្រពុតឲ្យឈ្មោះថាជាបណ្ឌិតអញ្ចឹងបងក៏មានឈ្មោះជាបណ្ឌិតដូចគ្នាខ្ញុំពិតជាសប្បាយរីករាយដែលបងបានសាងកំហុសឲ្យដឹងខ្លួនខុសភ្លាមតែកំហុសភ្លាមនេះជាអ្វីដែលមនុស្សក្នុងសង្គមរបស់យើងចង់បានគឺជាមនុស្សដែលល្អកម្ររកបានខ្ញុំអរគុណណាស់អញ្ចឹងបងប្រុសខ្ញុំសប្បាយចិត្តណាស់ដែលបានស្គាល់បងស្ដាប់បងអញ្ចឹងខ្ញុំមិនមែនទិញ200អាវ300អាវទេបងខ្ញុំយក500អាវហ្មងអូបាទអរគុណណាស់បងអរគុណណាស់បងអរគុណហើយខ្ញុំកក់លុយបងហើយបាទចេញមកជើបាទអញ្ចឹងបងរៀបចំតាមហ្នឹងនេះលុយកក់ចាំពេលបានរួចចាំបងដឹងជូនតាមទីតាំងវិញបាទហ្នឹងហើយចាំអរគុណច្រើនបាទអរគុណណាស់បងបានស្គាល់បងបាទសប្បាយណាស់បងបាទអរគុណណាស់បងលាណាបងប្អូន
មកនេះទីមករឿងថ្ងៃនេះគឺជាមេរៀនជីវិតហើយក៏ជាបទពិសោធន៍មួយល្អសម្រាប់មុខរបររបស់យើងអាជីពរបស់យើងបងប្អូនណាពេលខ្លះយើងមើលថារឿងនេះគឺជាបញ្ហាធំណាស់ប៉ុន្តែបើយើងយកបញ្ញាយកមកដោះស្រាយរាល់បញ្ហាទាំងឡាយវានឹងត្រូវបញ្ចប់ដោយសន្តិវិធីនៅពេលដែលយើងយកបញ្ញាយកមកដោះស្រាយអញ្ចឹងហើយរាល់បញ្ហាទាំងអស់វាសុទ្ធតែមានដំណោះស្រាយយើងក៏មានការច្របូកច្របល់អ្វីឲ្យសោះតែយើងត្រូវតែមានចិត្តស្ងប់ហើយយើងត្រូវតែមានចិត្តមេត្តាទៅដល់មនុស្សជុំវិញខ្លួននៅពេលនោះក្តីស្រឡាញ់របស់យើងនេះនឹងទទួលបានទៅវិញគឺក្តីស្រឡាញ់និងការគោរពហើយរាល់អំពើល្អនឹងទទួលបាននូវសេចក្តីសុខគឺផលល្អមកឲ្យជីវិតបងប្អូនណា ចា ហើយសម្រាប់ខែនេះពួកបងប្អូននឹងទទួលបានប្រាក់រង្វាន់ពីបង អរគុណបង សប្បាយចិត្តខ្លាំងអត់ ស្វាយចិត្តបងអរគុណបង បាទអូនហើយនាំគ្នាទៅធ្វើការចាស់ណា ចាបង